ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយសូមក្រាបលំអរលំអោនកាយនមស្ការចំពោះគុណនៃព្រះត្រៃរតន៍ទាំង3ដោយសេចក្តីគោរពសពកាលសូមក្រាបថ្វាយបង្គំព្រះករុណាគ្រប់ព្រះអង្គក្នុងពុទ្ធសាសនមណ្ឌលនេះចម្រើនពរញោមញាតិក្នុងនិងក្រៅប្រទេសទាំងអស់ដោយសេចក្តីជ្រះថ្លាថ្ងៃនេះមកភាពព្រះភិក្ខុមយន្ទីខេមអនន្តោសូមរតនានៅធម្មបទថកថាអត្ថកថាខុទ្ទកនិកាយគាថាធម្មបទត្រង់រឿងមត្ថកុដលីយកមកសម្ដែងប្រកេនបកណាចែកជូនញោមញាតិទុកជាព្រះធម៌អប់រំចិត្តពិចារណាព្រាហ្មណ៍ព្យាបាលកូនដោយខ្លួនឯងក្នុងកាលបុត្រនោះមានអាយុ16ឆ្នាំក៏កើតមានរោគស្គមលឿងមេដាក្រឡេកឃើញបុត្រហើយក៏និយាយនឹងព្រាហ្មណ៍ដែលជាស្វាមីថាបបិទ្ធព្រាហ្មណ៍រោគកើតហើយចំពោះបុត្ររបស់អ្នកសូមលោករកពេទ្យមកព្យាបាលគេចុះព្រាហ្មណ៍ឆ្លើយថាណែនាងដ៏ចម្រើនប្រសិនបើអញនឹងរកពេទ្យមកអញនឹងក៏បីឲ្យថ្លៃឈ្នួលរង្វាន់ដល់ពួកគេនាងមិនឃើញនៅការខាត់បងទ្រព្យរបស់យើងទេឬនាងព្រាហ្មណីសួរថាបបិទ្ធព្រាហ្មណ៍កាលបើដូច្នោះលោកធ្វើដូចម្ដេចទៅព្រាហ្មណ៍ឆ្លើយថាទ្រព្យរបស់យើងនឹងមិនខាត់បងទៅដោយប្រការណាយើងនឹងធ្វើប្រការនោះព្រាហ្មណ៍នោះទៅកាន់សំណាក់ពួកពេទ្យហើយសួរថាពួកលោកទាំងឡាយផ្សំថ្នាំនេះដូចម្ដេចដល់អ្នកជំងឺកើតរោគឈ្មោះនេះគ្រានោះពួកពេទ្យក៏ប្រាប់នៅរុក្ខាអវយវៈមានសម្បកឈើជាដើមដល់ព្រាហ្មណ៍នោះព្រាហ្មណ៍ទៅយកឫសឈើជាដើមដែលពួកពេទ្យប្រាប់នោះមកហើយបានផ្សំថ្នាំដល់បុត្ររបស់ខ្លួនកាលបើព្រាហ្មណ៍ធ្វើថ្នាំដូច្នោះឲ្យបុត្ររបស់ខ្លួនផឹករោគបានកម្រើកឡើងយ៉ាងខ្លាំងក្លារហូតចូលដល់ការដែលមិនអាចមានអ្នកណាជួយព្យាបាលបានព្រាហ្មណ៍ដឹងថាបុត្រទុពលភាពហើយក៏អញ្ជើញពេទ្យម្នាក់មកពេទ្យនោះមកពិនិត្យឃើញក៏និយាយកិច្ចកាយថាខ្ញុំមានកិច្ចរវល់សូមលោកអញ្ជើញពេទ្យដទៃមកព្យាបាលចុះដូច្នោះហើយក៏លាលោកព្រាហ្មណ៍ចាកចេញទៅឲ្យបុត្រដេកក្រៅផ្ទះព្រោះខ្លាចគេឃើញទ្រព្យសម្បត្តិព្រាហ្មណ៍ដឹងថាបុត្ររបស់ខ្លួនជិតស្លាប់ហើយក៏គិតថាពួកជនដែលមកដើម្បីនឹងសួរសុខទុក្ខដល់បុត្រយើងឃើញទ្រព្យសម្បត្តិខាងក្នុងផ្ទះរបស់យើងគេគង់នឹងនាំគ្នានិយាយឬក៏ចង់ខ្ចីបុលយើងជាមិនខានយើងនឹងនាំកូនរបស់យើងចេញទៅក្រៅដូច្នោះហើយទើបនាំយកបុត្រចេញទៅដេកអីដរខាងក្រៅផ្ទះព្រះពុទ្ធពិចារណាឃើញនៅឧបនិស្ស័យរបស់មត្ថកុដលីក្នុងវេលាបច្ចុប្បន្នសម័យនាថ្ងៃនោះព្រះដ៏មានពភាស្ដេចចេញអំពីព្រះមហាករុណាសមាបត្តិទ្រង់ប្រមាលមើលនៅសត្វលោកដោយពុទ្ធចក្ខុដើម្បីស្វែងរកពួកសត្វអ្នកមានផៅពងដែលព្រះអង្គក៏បីណែនាំបានឧបនិស្ស័យរបស់សត្វដែលព្រះអង្គទូលមានណែនាំបានដែលធ្លាប់បំពេញនៅកុសលមូលឲ្យកើតឡើងហើយមានការតាំងសច្ចាក្នុងចិត្តដែលបានធ្វើទានទុកហើយក្នុងព្រះពុទ្ធអង្គមុន
បានទ្រង់ផ្សាយសំណាញ់គឺញៀនទៅក្នុងមើលចក្រវាលមត្តកុដលីមនុស្សបានប្រកាសអីដល់ខាងក្នុងសំណាញ់ញៀនគឺព្រះញៀនកាលដែលខ្លួនដេកនៅឯដខាងក្រៅផ្ទះនោះឯងព្រះសាស្តាទតឃើញមត្តកុដលីហើយទ្រង់ជ្រាបថាព្រាហ្មណ៍ដែលជាបិតានាំបុត្រចេញអំពីខាងក្នុងផ្ទះហើយដេកឯដក្រៅផ្ទះនោះទ្រង់ពិចារណាថាកាលដែលតថាគតយាងទៅកាន់ទីនោះនឹងមានប្រយោជន៍ខ្លះដែរឬទេកំពុងទ្រង់ពិចារណានោះឯងក៏បានឃើញហេតុនេះថាមេនុបនេះនឹងញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងតថាគតពេលដែលធ្វើកាលកិរិយាទៅហើយនឹងកើតក្នុងវិមានកម្ពស់30យោជន៍ក្នុងភពតាវតឹងទេវលោកមានទេពអប្សរបរិវារ1000សូម